សួស្តីមកអ្នកគ្នាមកដែលត្រូវការព្រំសាច់កាំញ៉ៃល្អអានេះជាប្រភេទព្រំកាំញ៉ៃសាច់កលួងសាច់ភ្លឺសាច់ម៉ត់មិនមែនព្រំ 3D ណាព្រំ 3D ផ្សេងព្រំ 3D អត់ស្អាតទេសាច់វាពេលមើលផ្ទាល់ប៉ុន្តែបើនេះវិញសាច់កាំញ៉ៃនេះគឺថាម៉ត់កលួងទុនតិចនិយាយទៅក្រាក់អង្គុយក៏អត់ស្គៀបជើងក្រាក់ដេកក៏អត់ស្គៀបខ្នងអញ្ចឹងហើយអានេះបាតគេមានជួរអុចទុយទៅពេលដែលយើងក្រាលទៅហើយយើងដើរទៅវាអត់រុលចាអានេះមានពីរខ្នាតនេះហើយសាច់វានិយាយទៅបើក្រាលមកនេះឡើងភ្លឺផ្លេតចាំងមកហ្មងអត់ដូចព្រំ 3D ស្អាតជាងព្រំ 3D បើព្រំ 3D យើងក្រាលហើយមើលពីចម្ងាយឃើញស្អាតប៉ុន្តែមើលចិត្តអត់ស្អាតទេបើនេះនិយាយទៅថាមើលចិត្តមកបើកាន់តែស្ទាបកាន់តែស្រឡាញ់ហ្មងអានេះមានពីរខ្នាតអានេះខ្នាតនេះតតឹងវា1.8 ម៉ែត្រហើយនឹងបដោយវា2 ម៉ែត្រហើយអាតតឹង1.8 ម៉ែត្របដោយវា2 ម៉ែត្រនេះអាហ្នឹងវាមាន4ពណ៌មានពណ៌មាសមានពណ៌ទឹកប៊ិចហើយមានពណ៌ក្រហមហើយនឹងមានពណ៌ឈាមជ្រូកនេះហើយគេមានប្រុយរឹមជើងវាតិចអញ្ចឹងនិយាយទៅពណ៌នេះសំខាន់យើងទិញទៅយើងក្រាលដេកក៏បានយើងក្រាលអង្គុយក៏បានក្រាលបានទាំងអស់ហើយស្អាតនិយាយទៅឲ្យបោកទឹកខ្ញុំឲ្យបោកមកសេរីដាក់យកជ្រះហូសយកអីមិនអត់ខូចទេហើយបើអាខ្នាតនេះវិញនេះអានេះអាខ្នាតធំនេះខ្ញុំអង្គុយពីលើនេះសាច់កាំញ៉ៃដូចគ្នាសាច់កាំញ៉ៃម៉ត់ហើយក្រាស់ស្អាតហ្មងសាច់កាំញ៉ៃឡើងភ្លឺអានេះតតឹងវា2 ម៉ែត្រហើយនឹងបដោយវា3 ម៉ែត្រអញ្ចឹងសម្រាប់មួយដែលគាត់ត្រូវការព្រំខ្នាតធំតតឹង2បដោយ3អាចតំណមកបានសាច់កាំញ៉ៃស្អាតហ្មងសំខាន់ក្រាលអង្គុយក៏បានក្រាលដេកក៏បានដែរពេលមានកម្មវិធីអីមិនក្រាលដេកលេងអីមិនក៏បានដែរក្រាលបានហើយអានេះ3 ម៉ែត្រនេះវាមានតែ2 ពណ៌ណាមានពណ៌ក្រហមហើយនឹងមានពណ៌ទឹកប៊ិចអញ្ចឹងបើសិនជាមួយណាត្រូវការយកទៅបោះដុំឬក៏យកទៅប្រើប្រាស់អីអាចតំណមកខាងហាងបានធានាឲ្យលក់នៅក្នុងតម្លៃពិសេសជូនហ្មងអរគុណច្រើនម៉មួយ